សួស្តីទាំងអស់គ្នាតែយើងមកធ្វើលំហាត់លេខ6គេឲ្យកំពូលត្រីកោណ ABC មានគូអនេប៉ុណ្ណឹងហើយគេអាចដាវចំណុចនិងសង់ត្រីកោណ ABC ក្នុងតម្រុយអូតូណាមេអញ្ចឹងកយើងដាក់មកកដាវចំណុចនិងសង់ត្រីកោណ ABC តោះអញ្ចឹងយើងគូបន្ទាត់មកជីដាក់មកនេះ x' នេះ x y' y ហើយយើងក្រិតវា x នេះ a នេះគឺ0 1 0 x 0 y ស្មើ1អញ្ចឹង0 y ស្មើ1យើងប្រើកន្លះនេះ1នេះខ្លះនេះ a b វិញគឺ6ដក y ស្មើដក3អញ្ចឹង6 y ស្មើដក3អញ្ចឹងយើងសង់ចំណុច B x ស្មើ6អញ្ចឹងអានេះវាមួយកន្លះ2 2អានេះ1 1អញ្ចឹងអានេះ2 4 6អញ្ចឹងអានេះវា6 6ហើយ y ស្មើដក3នេះដក2ដក3នៅចំកណ្ដាលនេះអញ្ចឹង2 4 6អញ្ចឹង6x ស្មើ6 y ស្មើដក3ហើយនេះដក3ហើយ6ជួបគ្នាចំណុចកន្លែងនេះចំណុចនេះចំណុច A ចំណុចនេះ B C គឺ x ស្មើ1 y ដក4 x ស្មើ1 1ផ្លោះនេះដក4នេះអញ្ចឹងយើងតាមចំណុចនេះមកអញ្ចឹងនេះដក4អញ្ចឹងកន្លែងនេះគឺចំណុច C នេះ C នេះ B នេះ A អញ្ចឹងយើងសាប់ចប់មកហើយកន្លែងនេះគឺ A អត់សង់តែប៉ុណ្្នឹងមកហើយគេឲ្យបង្ហាញថា ABC ជាត្រីកោណសមបាតខបង្ហាញថា ABC ជាត្រីកោណសមបាតអញ្ចឹងយើងត្រូវដើម្បីដឹងត្រីកោណសមបាតដែលយើងរកប្រវែង ABC តោះអញ្ចឹងទី1យើងរកប្រវែង AB មក AB ស្មើឲ្យឬការ៉េនៃ xb ដក xa លើកជាការ៉េបូកឲ្យ yb ដក ya លើកជាការ៉េ AB ស្មើឲ្យឬនៃAB អញ្ចឹងយក xb ដក xa យក6ដក0 6ដក0លើកជាការ៉េបូកឲ្យ yb ដក3 ដក1លើកជាការ៉េ AB ស្មើឲ្យ6ការ៉េ36ឬនៃ36បូកឲ្យនេះ4ម្ដង16ដក3ដក1ដក4ដក4លើកជាការ៉េ16
16ចឹងវាស្មើឲ្យឬ40ឬ52ឬ52យើងអាចចេញបានទេ52ចែកឲ្យ2 2 2 4 12ចែក2បាន6ចែក2ទៀតបាន13ចឹងបាន2ចឹងចេញបាន2ឬ3 2ឬ13 2ឬ13AB ហើយរ A បូក B រពី A មក C AC ស្មើឲ្យដាក់ចំនួនលេខយកតែម្ដងមក xc ដក xa អញ្ចឹង xac 1ដក0ដក0លើកជាការ៉េបូកឲ្យ xc ដក yc ដក ya អញ្ចឹងដក4ដក1លើកជាការ៉េ ac ស្មើឲ្យនេះ1ការ៉េ1បូកឲ្យ5ការ៉េ25ស្មើឬ26អានេះឯកតាប្រវែងអត់មានຂະຫນາດទេយើងដាក់ឯកតាប្រវែងមកឯកតាឬ26ឯកតាប្រវែងឥឡូវយើងរកមួយទៀតគឺរកc រក bc c ស្មើឬចំនួនលេខ b មក c យក x c ដក b 1ដក6លើកជាការ៉េបូកឲ្យដក4ដកឲ្យដក3 4ដកឲ្យដក3លើកជាការ៉េអញ្ចឹង BC ស្មើឲ្យអានេះសល់ដក5ការ៉េ25អានេះ10បូកយ៉ាងដក4បូក1នៅ14បូក3នៅសល់ដក1ការ៉េស្មើ1ចឹងស្មើនឹងឬ26ឯកតាចឹងដោយសារ BC ស្មើនឹង AC ត្រីកោណនេះជាត្រីកោណសមបាលអញ្ចឹងយើងដាក់ថាដោយAC ស្មើនឹង BC ស្មើនឹងឬ26ចឹងដូចនេះ ABC ជាត្រីកោណសម្បត្តិចឹងចុចដល់កឲ្យបង្ហាញថា ABC ជាត្រីកោណកែងនិងគណនាបតិកូឡា ABC ចឹងឥឡូវគេបង្ហាញថា ABC ជាត្រីកោណកែងបង្ហាញថា ABC ជាត្រីកោណកែងចឹង ABC ជាត្រីកោណកែងលុះត្រាតាអាណាវែងជាងគេឬ52នេះវែងជាងគេលុះត្រាតា2នេះការ៉េបូកចូលនេះស្មើ2នេះអញ្ចឹងយើងសេថា ABC ជាត្រីកោណកែងលុះត្រាវែងជាងគេការ៉េអញ្ចឹងវែងជាងគេគឺ AB អញ្ចឹង AB ការ៉េស្មើឲ្យ AC ការ៉េបូកឲ្យ BC ការ៉េអញ្ចឹងយើងជំនួសមក AB ហ្នឹងឬយើងយកនេះ52ការ៉េបូកស្មើឲ្យ AC វិញឬ26ការ៉េបូកឲ្យឬ26ការ៉េអញ្ចឹងវាស្មើឲ្យ52នេះស្មើឲ្យ26បូក26 52ស្មើឲ្យ52ពិតអញ្ចឹងដូចនេះ
ABC ជាត្រីកោណកែង ABC ជាត្រីកោណកែងមួយទៀតគណនាផ្ទៃកន្លះ ABC រកផ្ទៃក្រឡាត្រីកោណ ABC អញ្ចឹងត្រីកោណកែងស្មើនឹងត្រីកោណ ABC ស្មើនឹងត្រីកោណកែងវាកែងត្រង់ C អញ្ចឹងបាតគុណនឹងកម្ពស់ចែក2វាត្រូវស្មើនឹង BC គុណឲ្យ AC ចែកឲ្យ2អញ្ចឹងវាស្មើឲ្យ S ត្រីកោណ ABC ស្មើឲ្យ BC ហ្នឹងBC ហ្នឹងឬ26គុណឲ្យ AC ឬ26ដូចគ្នាណាវាចែក2អញ្ចឹង S ត្រីកោណ ABC ស្មើឲ្យអានេះបានឬ26គុណឬ26ក្រេ26គុណ26ក្រេសម្រួលមកឬសល់26ចែក2ស្មើឲ្យ13ឯកតាផ្ទៃ